ព្រឹត្តិការណ៍ដែលកើតមានឡើងនៅឆ្នាំ1959បញ្ជាក់ឲ្យឃើញថានយោបាយក្រៅប្រទេសថ្មីរបស់សម្ដេចនរោត្តមសីហនុធ្វើឲ្យរបបងូឌីនឌៀមមានការពិបាកយ៉ាងខ្លាំងក្នុងការប្រយុទ្ធនឹងពួកវៀតមីងនៅដើមឆ្នាំ1959នោះគឺនៅថ្ងៃ13មករាសម្ដេចនរោត្តមសីហនុបានប្រកាសថានៅទីក្រុងបាងកកមានចលនាមួយកំពុងធ្វើសកម្មភាពក្បត់នឹងព្រះអង្គលោកសំសេរីក៏បានត្រូវចោទប្រកាន់ថាបានចូលរួមចំណែកដែរលោកសំសេរីដែលកាលពីសម័យទាមទារឯករាជ្យនិងពេលកសាងចលនាសង្គមរាស្ត្រនិយមជាសហការីជិតស្និទ្ធរបស់ព្រះអង្គមួយអាទិត្យក្រោយមកគឺនៅថ្ងៃ20មករាអនុសេនីយ៍ឯកសេកសំអៀតបានសម្រាប់លោកសាំងសាវ៉ាតលោកសាំងសាវ៉ាតជាអ្នកនិពន្ធខ្មែរមួយរូបដែលគាំទ្រលោកស៊ិនង៉ុកថាន់ហើយដែលបានសរសេរប្រយោមលោកដល់កបេកបាយមានចំណងជើងថាមហាចៅនៅទូដែនសូមកត់សម្គាល់ថាគឺនៅដើមឆ្នាំ1959នោះដែរដែលប្រយានយន្តហោះពោធិ៍ចិនតុងដែលបារាំងបានកសាងឲ្យបានត្រូវសម្ពោធនៅថ្ងៃ17កុម្ភៈរដ្ឋាភិបាលបានត្រូវប្រគល់ទៅឲ្យសម្ដេចនរោត្តមសីហនុម្ដងទៀត3ថ្ងៃក្រោយមកប្រទេសកម្ពុជាបានដាក់ទំនាក់ទំនងទូតជាមួយប្រទេសថៃឡើងវិញដោយមានអង្គការសហប្រជាជាតិជាអន្តរការីសហរដ្ឋអាមេរិកនៅពេលនោះបានបង្កើនសកម្មភាពរបស់គេយ៉ាងខ្លាំងនៅកម្ពុជាបើយោងទៅតាមឯកសារផ្សេងៗគោលបំណងរបស់សហរដ្ឋអាមេរិកនៅពេលនោះគឺវាយរំលំសម្ដេចនរោត្តមសីហនុតែម្ដងនៅថ្ងៃ22កុម្ភៈគេបានដឹងថាដាបឈួនហៅឈួនមកចូលពេជ្រដែលជាស្ដេចត្រាញ់នៅសៀមរាបបំរុងនឹងផ្ដាច់យកខេត្តសៀមរាបទាំងមូលដោយមានជំនួយពីអង្គការ CIA និងពីរបបងូឌីនឌៀមព័ត៌មាននេះបានត្រូវបញ្ជាក់បន្ថែមទៀតនៅថ្ងៃ4កក្កដាឧត្តមសេនីយ៍យួនណុលបានត្រូវចាត់តាំងឲ្យរៀបចំកងទ័ពទៅចាប់ដាបឈួនហៅឈួនមកជួយពេជ្រជាបន្ទាន់នៅខែវិច្ឆិកានៅពេលដែលឧត្តមសេនីយ៍យួនណុលចូលទៅដល់ទីក្រុងសៀមរាបដាបឈួនបានរត់ចេញទៅក្នុងព្រៃភ្នំគូលែនប៉ុន្តែពេលនោះដាបឈួនដើរយ៉ាងត្រដាបត្រដួសព្រោះបានសែបគ្រឿងញៀនច្រើនពេកហើយអូសយករូបនាងចេកនាងចំជារបស់ស័ក្តិសិទ្ធិទៅជាមួយមិនរួចដោយយល់ថាថ្ងៃអន្សារបស់ដាបជួនបានមកដល់ហើយអង្គរៈផ្ទាល់របស់ដាបជួនដែលទៅជាមួយក៏ផ្ដាច់ជីវិតដាបជួនតែម្ដងទៅមុនព្រឹត្តិការណ៍នេះមានព្រឹត្តិការណ៍ដ៏រន្ធត់មួយទៀតបានកើតឡើងនៅក្នុងព្រះបរមរាជវាំងនៅថ្ងៃ31សីហាឆ្នាំ1959ដដែលនោះព្រះមហាក្សត្រព្រះបាទសុរាម្រិតព្រះមហាក្សត្រិយានីកុសុមៈព្រមទាំងសម្ដេចនរោត្តមសីហនុបានគេចផុតពីការប៉ុនប៉ងដោយគ្រាប់បែកមួយដែលដាក់នៅក្នុងប្រអប់អំណោយមួយព្រះអង្គម្ចាស់ម៉ាក់គ្រីវ៉ាន់ចាងវាងព្រះរាជវាំងដែលជាអ្នកបើកប្រអប់នោះបានសគត់នៅពេលដែលគ្រាប់បែកផ្ទុះឡើងហើយមនុស្ស2នាក់ទៀតដែលនៅជិតនោះក៏បាត់បង់ជីវិតទៅជាមួយដែរព្រឹត្តិការណ៍ទាំងពីរខាងលើនេះបញ្ជាក់ឲ្យឃើញថាការវិវាទរវាងប្រុសធំទាំងពីរបានជ្រៀតចូលមកក្នុងទឹកដីខ្មែរព្រោះការរក្សាជំហរនយោបាយអភិក្រិតភាពនៅក្នុងដែនប្រយុទ្ធរវាងកុម្មុយនីសនិងអាមេរិកជាការមួយដែលពុំអាចធ្វើទៅបានទេមួយចំណែកកម្លាំងកុម្មុយនីសត្រូវតែយកទឹកដីខ្មែរទៅប្រើប្រាស់ជាកំហិតទោះជាគេត្រូវប្រើមធ្យោបាយបែបណាក្តីមួយចំណែកទៀតសហរដ្ឋអាមេរិកជាពិសេសវៀតណាមខាងត្បូងត្រូវតែរាំងស្កាត់ដំណើរកងទ័ពហូជីមីញនៅលើទឹកដីខ្មែរឲ្យទាល់តែបាន
តាមការពិតទៅទោះបីប្រទេសកម្ពុជាផ្អៀងទៅខាងណាក៏ដោយក៏នឹងត្រូវម្ខាងទៀតវាយប្រហារដូចតែគ្នារីឯពាក្យមិត្តភាពគ្រាន់តែជារូបភាពទន់ភ្លន់នៃការវាយប្រហារតែប៉ុណ្ណោះការដែលគួរឲ្យកត់សម្គាល់គឺថាគ្មានមហាអំណាចគ្មានប្រទេសណាមួយបានគោរពលក្ខន្តិកៈអាភាកតភាពរបស់ខ្មែរទេនៅពេលនោះនៅក្នុងពេលដដែលនោះនៅពេលដែលមេចលនាកុម្មុយនីសខ្មែរសៀវហេងធ្វើការឲ្យសម្ដេចនរោត្តមសីហនុជនកុម្មុយនីសខ្មែរធ្វើសកម្មភាពនៅជនបទនិងជនកុម្មុយនីសខ្មែរធ្វើសកម្មភាពនៅទីក្រុងភ្នំពេញបានត្រូវផ្ដាច់ចេញពីគ្នាព្រោះពួកអ្នកតស៊ូនៅជនបទបែកបាក់ខ្ចាត់ខ្ចាយអស់ទៅហើយទោះបីសៀវហេងពុំបានក្បត់ដោយចេញមុខនឹងចលនាបដិវត្តនៃប្រជាជនខ្មែរដែលដឹកនាំដោយនួនជាឪពុកមីរបស់គេក្តីក៏ចលនា PRPK នៅពេលនោះចុះស្រុតយ៉ាងខ្លាំងរីឯអៀងសេរីដែលត្រឡប់មកពីស្រុកបារាំងវិញតាំងពីឆ្នាំ1957មកក៏បានមកចូលរួមធ្វើសហប្រតិបត្តិការជាមួយសៅរត់សនៅទីក្រុងភ្នំពេញដែរក្រុមកុម្មុយនីសរបស់អៀងសេរីនិងសៅរត់សដែលធ្វើសកម្មភាពមិនចេញមុខនៅទីក្រុងភ្នំពេញយល់ឃើញថាគេមិនអាចប្រឈមមុខនឹងរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុដោយត្រង់បានទេយុទ្ធសាស្ត្រដែលគេបានកំណត់នៅពេលនោះគឺវាយបន្ទន់ជំហររបស់រដ្ឋាភិបាលតាមរយៈសារព័ត៌មានហើយបញ្ចូលគ្នាគេទៅក្នុងជួររាជរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុតែម្ដងហេតុដូច្នេះហើយបានជានៅឆ្នាំបន្តមកទៀតជនកុម្មុយនីសខ្មែរមួយចំនួនដូចជាហ៊ូយុនហ៊ូនឹមខៀវសំផនចៅសេងជាដើមមានតួនាទីយ៉ាងសំខាន់នៅក្នុងជួររាជរដ្ឋាភិបាលខ្មែរប៉ុន្តែមុននឹងទៅដល់ពេលនោះសូមបញ្ជាក់ថានៅថ្ងៃ22កញ្ញាឆ្នាំ59នោះសារព័ត៌មានជាភាសាបារាំង L'Observateur របស់ខៀវសំផនបានចេញផ្សាយរាយទី1របស់គេពីសប្តាហ៍ក្រោយមកគឺនៅថ្ងៃ9តុលានប់បុផាន់អ្នកនិពន្ធនាយកនៃកាសែតកុម្មុយនីសប្រជាជនបានត្រូវគេបាញ់សម្លាប់ប៉ុន្តែទាល់តែ2ថ្ងៃក្រោយមកទើបទទួលមរណភាពខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅថ្ងៃប្រហ័សក្រោយខ្ញុំនឹងរៀបរាប់ព្រឹត្តិការណ៍ជាបន្តមកទៀត